បាទសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាជាទីមេត្រីថ្ងៃនេះខ្ញុំបាទមានដំណឹងល្អមួយសម្រាប់ពុកម៉ែបងប្អូនរស់នៅខាងខេត្តមណ្ឌលគិរីហើយក៏ដូចជាបងដែលជាអ្នកវិនិយោគខ្នាតធំមានដើមទុនច្រើននៅក្នុងការអភិវឌ្ឍអាចចាប់អារម្មណ៍ងាកមកតំបន់ឦសានជាពិសេសគឺខេត្តមណ្ឌលគិរីដែលកំពុងតែទទួលបាននូវផែនការវិនិយោគថ្មីតាំងពីឆ្នាំ2021មកដែលចាក់ខុបវិស័យរបស់រាជរដ្ឋាភិបាលគឺកំណត់នៅត្រឹមឆ្នាំ2035ធ្វើយ៉ាងណាអាចទាញជាមួយនឹងកំណើនភ្ញៀវទេសចរបរទេសឲ្យមានកំណើនរហូតដល់ទៅ90,000នាក់ហើយនឹងភ្ញៀវទេសចរជាតិគឺមានកំណើនត្រឹម2លាននាក់នៅក្នុងមួយឆ្នាំដែលអាចចាក់បញ្ចូលសេដ្ឋកិច្ចរហូតដល់ទៅ500លានដុល្លារនៅក្នុងមួយឆ្នាំនេះគឺសម្រាប់គេហៅថាដោយផ្ទាល់ចំណូលដោយផ្ទាល់ហើយចំណែកចំណូលដោយប្រយោលនោះគឺរហូតដល់ទៅប្រមាណជា1000លានដុល្លារជាមួយគ្នានេះផងដែរគឺដើម្បីសម្រេចបាននូវការអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរខេត្តមណ្ឌលគិរីនៅឆ្នាំ2021-2035ក្រសួងទេសចរបានសហការជាមួយនឹងអាជ្ញាធរខេត្តមណ្ឌលគិរីបានរៀបចំនៅសិក្ខាសាលាកម្រិតបច្ចេកទេសបូកសរុបវឌ្ឍនភាពក្នុងការអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរខេត្តមណ្ឌលគិរីឆ្នាំ2021-2025កាលពីសប្តាហ៍កន្លងទៅនេះឯកឧត្តមតុបភៈរដ្ឋលេខាធិការក្រសួងទេសចរបានមានប្រសាសន៍ថាសិក្ខាសាលាកម្រិតបច្ចេកទេសបូកសរុបវឌ្ឍនភាពនៃការអនុវត្តផែនការមេវិស័យទេសចរខេត្តមណ្ឌលគិរីនេះពេលនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដើម្បីវិតម្លៃលើលទ្ធផលការងារសម្រេចបាននៅក្នុងដំណាក់កាលដំបូងព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការបន្តឆ្ពោះទៅកាន់ចក្ខុវិស័យរយៈពេលវែងឯកឧត្តមរដ្ឋលេខាធិការក៏បានមានប្រសាសន៍ផងដែរថាផែនការមេនេះគឺត្រូវបានកំណត់ចក្ខុវិស័យសំខាន់ជាច្រើនដោយគោលដៅច្បាស់លាស់ក្នុងការប្រែក្លាយខេត្តមណ្ឌលគិរីឲ្យទៅជាគោលដៅអេកូទេសចរលំដាប់អន្តរជាតិបាទជាមួយគ្នានេះលោកងិនសុវមានអភិបាលរងខេត្តមណ្ឌលគិរីក៏បានមានប្រសាសន៍ថាក្នុងនាមជាអាជ្ញាធរខេត្តគឺសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងទេសចរដែលបានសហការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះដើម្បីពិនិត្យមើលវឌ្ឍនភាពជាក់ស្ដែងនៃការអនុវត្តផែនការមេអភិវឌ្ឍទេសចរក្នុងខេត្តមណ្ឌលគិរីហើយការប្រជុំនេះក៏ជាឱកាសល្អផងដែរសម្រាប់លោកស្រីអភិបាលរងក្រុងស្រុកទាំង5មន្ទីរជំនាញពាក់ព័ន្ធនិងបងប្អូនអាជីវករទេសចរទាំងអស់ដើម្បីពិភាក្សាផ្លាស់ប្ដូរធាតុចូលនិងលើកស្ទួយភាពជាម្ចាស់នៃការអនុវត្តគម្រោងអភិបាលរងខេត្តមណ្ឌលគិរីលោកងិនសុវមានក៏បានមានប្រសាសន៍បន្តថាខេត្តមណ្ឌលគិរីបានកំណត់អត្ថប្រយោជន៍យុទ្ធសាស្ត្រសំខាន់ចំនួន6នៅក្នុងផែនការមេដែលអត្ថប្រយោជន៍ទាំងនេះរួមមានរបៀងអេកូទេសចរនៃដែនជម្រកសត្វព្រៃទាំង5របៀងទេសចរវប្បធម៌និងអេកូទេសចរប៊ូស្រាដាក់ដាំក៏ដូចជាការអភិវឌ្ឍក្រុងធម្មនរមដោយចេញជាបណ្ដុំសកម្មភាពទេសចរពហុបំណងហើយអាជ្ញាធរខេត្តបានបដិញ្ញាចិត្តរក្សានូវតុល្យភាពឲ្យបានល្អបំផុតរវាងការអភិវឌ្ឍសេដ្ឋកិច្ចទេសចរនិងការអភិរក្សធនធានធម្មជាតិដែលជាបេតិកភណ្ឌជនជាតិដើមភាគតិចដើម្បីធានាបានថាប្រយោជន៍នៃការអភិវឌ្ឍត្រូវបានចែករំលែកដោយសមត្ថធម៌ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តផងដែរបាទ